នេះគឺជាសប្តាហ៍ទី1នៃការធ្វើ challenge ជាមួយនឹងអ្នកគ្រូនេះណាបន្លំឡើងគឺកាត់តម្រូវឲ្យញ៉ាំពង2គ្រាប់ដើម្បីមានកម្លាំងទៅហាត់ប្រាណតែខ្ញុំនឹងគឺថាញ៉ាំពងពេលព្រឹកពិបាកលេបខ្លាំងហ្មងហើយខ្ញុំមិនអាចញ៉ាំអាហារពេលព្រឹកបងប្អូនឆ្ងល់ហើយមិនក៏ខ្ញុំទៅដាក់ challenge អីជាមួយនឹងអ្នកគ្រូនេះណានឹងទៀតទាំងខ្ញុំមិនជាមនុស្សធ្លាត់ហើយក៏មិនស្គមអីដែលត្រូវហាត់ឡើងគីឡូឬបញ្ចុះគីឡូអីទេតែខ្ញុំចង់ឲ្យសាច់ដុំខ្លួនឯងវារឹងមាំជាងមុនឡើងសាច់ដុំជាងមុនដោយសារខ្ញុំហាត់ដែរប៉ុន្តែខ្ញុំអត់សូវលេងគីឡូធ្ងន់ៗទេឥឡូវដូចខ្ញុំ pull up អីចឹងគឺខ្ញុំបានលេងទៅជាមួយម៉ាស៊ីនហើយដាក់គីឡូលើកស្រាលៗទេគោលដៅរបស់ខ្ញុំគឺខ្ញុំចង់លេងឲ្យ pull up ដោយប្រចាំប្រើមានម៉ាស៊ីនជំនួយនិយាយទៅខ្ញុំចង់ឲ្យធ្វើឲ្យរាងកាយខ្ញុំរឹងមាំជាងមុនហើយដូច squat អីចឹងគឺខ្ញុំពីមុនខ្ញុំលេងបានត្រឹមតែ45គីឡូឯងដែលខ្ញុំលើករួចតែគោលដៅរបស់ខ្ញុំគឺបន្ទាប់ពី8សប្តាហ៍ហ្នឹងគឺខ្ញុំចង់លើកឲ្យបាន60គីឡូធម្មតានៅពេលដែលយើងលេងគីឡូធ្ងន់ៗដែលយើងមិនធ្លាប់លេងគឺយើងត្រូវការគ្រូដើម្បី support យើងព្រោះអីពេលខ្លះយើងតែធ្វើ khop form គឺយើងមានបញ្ហាអាចចកចុកអីខ្លាំងហើយដល់ពេលដែលយើងលើកអត់រួចក៏គាត់ចាំជួយលើកយើងវាល្អជាងយើងធ្វើម្នាក់ឯង